Là số đây nâng đá nâng trong tiếp tiếp rồi viên filler nâng silicone biểu hay anh phát phải cóគ្នាviên filler nâng silicone biểu filler គឺជាសារធាតុ hyaluronic acid ម្យ៉ាងដែលសម្រាប់ចាក់បំពេញកន្លែងខ្វះខាតនិងភាពហត់ណាមួយនៅលើរាងកាយនិងផ្ទៃមុខដោយឡែក filler នឹងដែរគឺ SDA គេទទួលស្គាល់ហើយអនុញ្ញាតឲ្យប្រើប្រាស់ទៅលើមនុស្សដោយគេប្រើទៅលើប្រទេសជាច្រើនដូចជាប្រទេសបារាំងនិងប្រទេសសហរដ្ឋអាមេរិកដូចនិងកូរ៉េផងដែរជាមួយនឹងដែរចំពោះ filler គឺប្រសិទ្ធភាពបានភ្លាមក្រោយយើងចាក់ហើយវាមានផលវិបាកតិចតួចដែរដោយគ្រាន់តែឃើញស្នាមមកជុលកន្លែងយើងចាក់ចន្លោះពីមួយថ្ងៃទៅពីរថ្ងៃតែប៉ុណ្ណោះជាមួយគ្នានឹងដែរចំពោះ filler គឺវាមានប្រសិទ្ធភាពចាក់រហូតដល់2ឆ្នាំដែរដោយវារលាយបន្តិចម្ដងដោយមិនបង្កផលប៉ះពាល់ទៅលើមនុស្សទេព្រោះ silicone រាវគឺជាប្រភេទជ័ររាវម្យ៉ាងដែលគេសម្រាប់ប្រើប្រាស់ទៅលើដូចជាដបត្រកកូនកូនក្មេងឬក៏ដបទឹកនិងកំប៉ុងជ័រអីជាដើមគេមិនអនុញ្ញាតឲ្យប្រើប្រាស់សារធាតុហ្នឹងគឺចាក់ចូលទៅលើសរីរាង្គណាមួយទៅលើមនុស្សទេហើយវាមានផលប៉ះពាល់ជាច្រើននៅពេលដែលយើងចាក់ស៊ីលីកូនរាវនឹងចូលនៅក្នុងខ្លួនរបស់យើងវាធ្វើឲ្យកោសិការបស់យើងវាអាចធ្វើឲ្យហើមធ្វើឲ្យលាកវាឈឺនៅតំបន់ហ្នឹងយូរឆ្នាំជាពិសេសទោះទៅយកចាញ់គឺយើងយកអត់អស់ដែរហើយប្រសិនបើចាក់ចូលដល់សាច់សរសៃឈាមឬក៏សាច់ដុំណាមួយវាអាចធ្វើឲ្យប៉ះពាល់ទៅលើមុខងាររបស់សរីរាង្គនឹងទាំងស្រុងដោយស៊ីលីកូនហ្នឹងវាចាក់លើសរសៃឈាមណាមួយវាធ្វើឲ្យខូចខាតមុខងារទាំងស្រុងរបស់សរីរាង្គនឹងតែម្ដងចាសំណួរសួរថាតើយើងត្រូវធ្វើម៉េចដើម្បីជ្រើសរើសឲ្យបានត្រឹមត្រូវរវាង filler និងស៊ីលីកូនរាវចម្លើយទី1គឺយើងត្រូវជ្រើសរើសមជ្ឈមណ្ឌលឬក៏ clinic កែសម្ព័ន្ធណាមួយដែលមានអាជ្ញាប័ណ្ណនិងទទួលស្គាល់ដោយក្រសួងសុខាភិបាលទី2គឺយើងត្រូវជ្រើសរើសគ្រូពេទ្យឯកទេសដែលមានវិជ្ជាជីវៈច្បាស់លាស់សម្រាប់ផ្នែកកែសម្ផស្សដើម្បីជួយលោកអ្នកឲ្យមានសម្រស់ស្រស់ស្អាតនិងមានសុវត្ថិភាពសម្រាប់ព័ត៌មានបន្ថែមសូមលោកអ្នកអាចទំនាក់ទំនងតាម Telegram ខាងក្រោមឬក៏ឆាតចូល Page សូមអរគុណសូមជម្រាបលា